បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានមកកាត់សក់ជូនបងប្អូនប្រុសសក់គិតពិតជាច្រើនមែនបងប្អូនបាទកុំភ្លេចជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងនឹងបានវីដេអូថ្មីបាទម៉ូតសក់នេះយើងអាចប្រើពុំក៏បានឬប្រើស្និតក៏បានបងប្អូនអាស្រ័យលើបងប្អូនចង់កាត់យើងចេះប្រើស្និតយើងចេះប្រើស្និតខ្លាំងគឺងាយស្រួលក្នុងការកាត់សក់បាទហើយម៉ូតសក់នេះជាមួយនឹងកាត់សក់ដៃយើងត្រូវតែវែកធ្នេឲ្យបានស្អាតបាទឲ្យបានត្រឹមត្រូវមុននឹងយើងចាប់ផ្ដើមកាត់សក់បងប្អូនព្រោះថាយើងវែកភ្លីងាយស្រួលក្នុងការកាត់បាទហើយពេលនេះដែរយើងចាប់ផ្ដើមប្រើពុំបើសិនជាខ្ញុំវិញឃើញសក់ច្រើនជាពេលខ្ញុំយើងប្រើពុំដើម្បីកាត់យើងឈូសឡើងផ្ដាច់បងប្អូនបាទយើងប្រើពុំលេខ2វាងាយស្រួលក្នុងការឈូសយករាងបាទយើងឈូសយករាងដើម្បីឲ្យវាចេញមកភ្លឹងបាទបងប្អូនអាចមើលវីដេអូខ្ញុំហើយកុំភ្លេចជួយ Subscribe Channel ខ្ញុំមួយផងបងប្អូនបាទអរគុណបងប្អូនទុកជាមុនបាទក្នុងការសម្រាប់ការទស្សនាវីដេអូបាទថាយើងសក់នឹងយើងប្រើពុំលេខ2យើងយករាងបានលឿនបាទជាងកាត់សក់យើងកាត់មួយយើងរំទៅការរៀនកាត់សក់បងប្អូនគាត់ថាវាជាការងារកប៉ិកកប៉ុកតែយើងកាត់ឲ្យមកចប់មានទៅវាមិនងាយស្រួលទេបងប្អូនយើងត្រូវតែចិត្តផ្ចង់ដើម្បីការតស៊ូរៀនហ្នឹងយើងរៀននីមួយបើយើងបោះបង់ក្នុងការតស៊ូព្យាយាមវាមិនបានសម្រេចទេខ្ញុំជូនពរបងប្អូនដែលចង់រៀនកាត់សក់ឲ្យជំនាញកាត់សក់ហ្នឹងឲ្យបានចេះទាំងអស់គ្នាបើសិនជាបងប្អូនដាក់ចិត្តដាក់កាយចង់រៀនហើយបងប្អូនបាទយើងខិតខំរៀនដើម្បីឲ្យវាចំណូលតិចបាទប៉ុន្តែមិនជាបញ្ហាទេក្នុងការកាត់សក់ឲ្យត្រូវតែខំប្រឹងមើលខំប្រឹងរៀនយកជំនាញដើម្បីតែបន្តអាជីវកម្មយើងរកស៊ីព្រោះការសក់វាផ្ដល់ផលប្រយោជន៍យើងអាចនឹងមិនដាច់ឆ្នាំងបាយបងប្អូនយើងរៀនកាត់សក់វាអត់ងាយទេយើងបន្តខំរៀនឲ្យបងប្អូនអាចមើលទៅវីដេអូខ្ញុំបានបងប្អូនបាទDon't know if I can find my way out. នេះដែរយើងហើយមួយចំហៀងហើយបាទហើយយើងនៅមួយចំហៀងទៀតយើងប្រើពុំលេខ2ដូចគ្នាដែរបងប្អូនបាទឬក៏យើងអាចចង់ប្រើស្និតក៏បាន We spent years in training, fighting battles uphill. When care is heavy and getting heavier still. នឹងយើងប្រើពុំលេខ1បងប្អូនបាទនេះបងប្អូនពុំលេខ1យើងអាចមើលបានបាទខ្ញុំបង្ហាញកាមេរ៉ានឹងយើងអាចមើលទៅបងប្អូនព្រោះខ្ញុំដាក់នៅក្នុងកាមេរ៉ានឹងពុំលេខ1បងប្អូនមើលអានឹងយើងឈូសយកឡើងបាទបងប្អូន If you need or want me, I'm never too hard to find. You know the place
ហើយត្រង់ចំណុចនេះយើងប្រើពុម្ពអក្សរ A បងប្អូនអាចប្រើពុម្ពអក្សរ A នៅក្នុងខ្ញុំបង្ហាញក្នុងរូបវីដេអូហ្នឹងបងប្អូនយើងយកជើងយើងលើសទៅបងប្អូនបាទលើសស្មោទៅបងប្អូនបាទយកតិចទៅបងប្អូនហើយយើងអារឿងក្រោមហ្នឹងយើងយកវាឃើញឲ្យស្មើរាងស្អាតហើយឥឡូវយើងចាំកាត់ពេលក្រោយក៏បានដែរបងប្អូនបាទហើយត្រង់ហ្នឹងយើងត្រូវយកមកទឿស្រោយើងត្រូវតែយកមកទឿមកយើងស្បេតសក់ខាងលើហ្នឹងបងប្អូនយើងត្រូវតែបាទយើងយកស្និតបានយើងស្បេតជាហៀងវានៅក្រាស់ហ្នឹងបងប្អូនបាទយើងយកស្បេតវាទៅម្ដងទៀតទៅឃើញបងប្អូនវារៀបស្មើល្អបាទយើងស្បេតមកក្រាស់មកស្និតទៅត្រង់ណាក្រាស់ហើយយើងមើលសក់វាត្រង់ណាបាសយើងគួរតែឆាបវាចោលខ្លះទៅបងប្អូនបាទពេលនេះយើងហើយមួយចំហៀងហើយយើងត្រូវបោសសម្អាតទៅហើយបាទបងប្អូនយើងរៀបចំបោសឲ្យបានស្អាតជូនភ្ញៀវបាទកុំឲ្យមានធូលីមានអីជើបខាងមុខខាងអីកុំឲ្យវាកតិចទីជើបអញ្ចឹងយើងងាយស្រួលក្នុងការកាត់បន្ថែមទៀតបងប្អូនកុំភ្លេចជួយ Subscribe Channel ខ្ញុំដល់មួយផងអរគុណទុកជាមុនពុកម៉ែបងប្អូនអានឹងដោយសារតែវាមើលទៅសម្បូរសក់វានៅរាងមិនទាន់ស្អាតយើងត្រូវតែស្បេតម្ដងតិចវានៅឃើញដុំខ្មៅបាទវាអត់ទាន់ស្អាតអញ្ចឹងហើយយើងយកមកទឿស្បេតបន្តិចរួចយើងច្រឹបយករាងបងប្អូនអានឹងយើងយករាងមិនសូវបាក់ប្រើឡាមកោងបាទពេលនេះសាងខាងយើងហើយបងប្អូនអាចមើលរលេចមើលទៅខាងសក់ជាហៀងសាងខាងបានបាទយើងរួចសាងខាងហើយបាទបងប្អូននេះដែរខាងក្រោយយើងត្រូវប្រើពុម្ពលេខ 2 ដូចខាងជាហៀងដែរបងប្អូនយើងត្រូវប្រើពុម្ពលេខ 2 ឈូសដែរបងប្អូនបាទAnd we'll go there side by side, you and I. សក់នេះដែរយើងជោគវាកុំសូវដល់ខាងលើពេកយើងជោគតែត្រង់ណាដែលយើងត្រូវចង់បានទេបងប្អូនបាទហើយរួចចំណុចត្រង់ហ្នឹងយើងប្រើពុម្ពលេខ 4 បងប្អូនដូចខ្ញុំបង្ហាញក្នុងវីដេអូអញ្ចឹងពុម្ពលេខ 4 យើងត្រូវតែឈូសឡើងបងប្អូនបាទយើងត្រូវតែឈូសឡើងទៅលើបងប្អូនបាទឈូសឡើងទៅលើដាច់ឃើញសក់ល្អបាទឲ្យស្មើគ្នាបាទស្មើគ្នាដើម្បីឲ្យឃើញថាកុំឲ្យវាឃើញប៉ោងសក់ដែលយើងធ្វើអញ្ចឹងវាឃើញរៀបស្មើខាងក្រោយស្មើគ្នាល្អSpent years in training, fighting battles uphill. When care is heavy and getting heavier still. អានឹងយើងដើម្បីឃើញស្មោលសក់ស្អាតយើងត្រូវតែបោសជូតកតិកទីដែលជាប់នឹងកភ្ញៀវឲ្យបានត្រឹមត្រូវមុននឹងយើងចាប់ផ្ដើមកាត់ទៅទៀតបងប្អូនចំណុចនេះហើយដែលយើងសំខាន់ដែលយើងត្រូវការយើងត្រូវប្រើជើងនេះបងប្អូនប្រើអក្សរ A បងប្អូនបាទប្រើអក្សរ A ដើម្បីយើងយកខាងក្រោមកុំឲ្យឃើញកលិកលាក់
សមល់ឲ្យបានស្អាតបាទពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងអរគុណសម្រាប់ការតាមដានវីដេអូបាទហើយនេះយើងជ្រាបអ្នកឃើញនៅសម្បល់ខ្មៅបងប្អូនបាទសម្បល់ខ្មៅនេះយើងត្រូវតែស្បេតវាដើម្បីឲ្យបានល្អបាទស្បេតសក់ឲ្យបានល្អដើម្បីឲ្យវាអស់កលៀកខ្មៅកុំឲ្យឃើញមានសក់ដុំខ្មៅបាទអានេះយើងរួចហើយបងប្អូនអាចមើលបានតែដោយសារតែកាមេរ៉ាខ្ញុំវាមិនសូវជាច្បាស់ព្រោះខ្ញុំដាក់កាមេរ៉ាចូលដើម្បីថតបាទអត់បានផ្ទៀងផ្ទាត់ឲ្យបងប្អូនមើលទេបាទឥឡូវយើងបានរួចសងខាងហើយនៅខាងក្រោយនៅសក់លើទៀតបងប្អូនយើងទស្សនាទៅមើលខាងសក់លើទៀតបងប្អូនបាទភេទកាត់សក់លើ We spent years in training, fighting battles uphill. When care is heavy បាទត្រង់នេះយើងត្រូវប្រើកន្ត្រៃសាប់បើឲ្យសក់វាឃើញរាបបងប្អូនឲ្យឃើញរាបស្មើហើយយើងសាប់វាបន្តិចទៅកុំឲ្យឃើញសក់យើងរួចពេកប្រភេទសក់ហ្នឹងដោយសារតែកាត់មិនម៉ូមិនបានកត់សក់អានឹងហៅយើងកាត់សក់នៅតាមស្រុកស្រែវាទឹកដៃវាអញ្ចឹងឯងបងប្អូនបើយើងកលេចទៅមើលនៅខាងគេកាត់នៅក្នុងក្រុងឬក៏ក្នុងតាមខេត្តអីគេមុននឹងកាត់សក់យើងគេត្រូវកក់សក់ភ្ញៀវបានស្អាតប៉ុន្តែតម្លៃក៏ទៅតាមនឹងដែរដោយសារតែយើងត្រូវយកតាមតម្លៃសមរម្យក៏យើងធ្វើតាមនឹងទៅអានឹងយើងកាត់តាមវិធីជនបទស្រុកស្រែយើងត្រូវតែសាប់វាម្ដងតិចដើម្បីឲ្យអស់ភាពរួញងាយស្រួលក្នុងការកាត់កន្ត្រៃហើយបើនៅតាមខេត្តនៅតាមក្រុងព្រោះតម្លៃយើងកាត់សក់នៅក្នុងស្រុកស្រែអញ្ចឹងយើងយកតម្លៃទាបហើយភ្ញៀវចាំច្រើនអញ្ចឹងយើងមិនងាយបានកម្រៃច្រើនទេអញ្ចឹងហើយយើងកាត់ទៅតាមទឹកដៃឬក៏តាមតម្លៃដែលយើងយកបើសិនជាយើងយកតម្លៃថ្លៃគេមិនមកកាត់យើងទេបងប្អូនដោយសារតែស្រុកស្រែយើងកាត់ដោយសារតែយើងកាត់ធូរថ្លៃបានគេមកកាត់យើងបើយើងកាត់ថ្លៃគេមិនមកកាត់យើងទេបងប្អូនទោះបីយើងកាត់បានស្អាតយ៉ាងម៉េចក៏ដោយក៏មិនសូវកាត់បានល្អខ្ជិតខ្ជួន clean យ៉ាងណាឲ្យភ្ញៀវក៏នៅតម្លៃប៉ុណ្ណឹងហើយក៏តម្លៃថ្លៃគេមិនមកកាត់ដល់បងប្អូនបាទ and we'll go there side by side, you and I, our breath dancing into the night. Sometime the gardens you water survive, you and I, and the love that you nurture will thrive. You and I, two hearts beating in perfect stride. And time, we spent years in training, fighting battles uphill. When care is heavy and getting heavier still.
We spent years in training, fighting battles uphill. When care is heavy and getting heavier still, if you need or want me, I'm never too hard to find. You know the places that I like to hide, and we'll go there side by side. You and I, our footsteps in perfect stride. In the calm of twilight, when your night's been so long, you try to do right, but everything turned out wrong. When I need or want you, បាទនេះចាប់ផ្ដើមរួចហើយបងប្អូនបាទកុំភ្លេចជួយ Subscribe Channel ខ្ញុំលាកមួយផងពុកម៉ែបងប្អូនអ៊ំពូមីងយាយតាកូនក្មួយតូចធំជាងថ្មីជាងចាស់ជួយចុច Subscribe Channel ខ្ញុំលាកមួយផងបងប្អូនអរគុណ